ព្រះគម្ពីរម៉ាថាយចំពុក3នៅគ្រានោះយូហានបាបទីមកដល់លោកប្រកាសនៅវីរហោស្ថានស្រុកយូដាថាចូលកែប្រែចគំនិតដល់ធ្វើព្រះរាជនៃស្ថានបរមសុខមកចិត្តបង្កាយហើយជាគ្រីអេសាបានថ្លែងទុកអំពីលោកយូហានថាមានសម្លេងបរមម្នាក់ស្រែកឡើងនៅវីរហោស្ថានថាយករៀបចំផ្លូវរបស់ព្រះអង្គម្ចាស់ចូលតម្រង់ផ្លូវថ្វាយព្រះអង្គលោកយូហានមានសម្លេងពេទ្យធ្វើអំពីរោមអូននិងខ្សែក្រវ៉ាត់ធ្វើអំពីស្បែកលោកបរិភោគកណ្ដូបនិងទឹកឃ្មុំអ្នកក្រុងយេរូសាឡឹមអ្នកស្រុកយូដាអ្នកស្រុកតំបន់ទន្លេយ៉ូដានទាំងមូលនោះគ្នាចេញទៅរកលោកគេទទួលសារភាពអំពើបាបរបស់ខ្លួនហើយលោកក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ៉ូដានតែលោកឃើញពួកខាងគណៈផារ៉ាស៊ីនិងពួកខាងគណៈសារូស៊ីជាច្រើនមកទទួលពិធីជ្រមុជទឹកពីលោកមានប្រសាសន៍ទៅគេថាណែពួកវេចអើយតើនរណាប្រាប់អ្នករាល់គ្នាឲ្យរត់គេខ្លួនពីព្រះវិរៈរបស់ព្រះជាម្ចាស់ហើយចិត្តមកដល់ដូច្នេះចូលប្រព្រឹត្តអំពើល្អដើម្បីបញ្ជាក់ថាអ្នករាល់គ្នាបានកែប្រែជាគំនិតមែនគំនិតស្មានថាខ្លួនមានលោកអាប់រ៉ាហាំជាព្រះបរមនោះឡើយខ្ញុំសូមប្រាប់អ្នករាល់គ្នាថាព្រះជាម្ចាស់អាចធ្វើឲ្យថ្មទាំងនេះទៅជាកូនចៅលោកអាប់រ៉ាហាំបានដែរពូថៅនៅចិត្តគល់ឈើជាស្រេចដើមណាមិនផ្ដល់ផ្លែល្អទេនឹងត្រូវកាប់រលំហើយបោះទៅក្នុងភ្លើងខ្ញុំធ្វើពិធីជាមួយអ្នករាល់គ្នាក្នុងទឹកដើម្បីអ្នករាល់គ្នាបានកែប្រែជាគំនិតប៉ុន្តែលោកដែលមកក្រោយខ្ញុំលោកមានកម្លាំងខ្លាំងជាងខ្ញុំមានឋានៈទាបណាស់សូម្បីតែដោះស្បែកជើងជូនលោកក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផងលោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធនិងដោយភ្លើងវិញលោកកាន់ចង្អេរលោកសម្អាតលឿនបោកស្រូវអ៊ំស្រូវយកគ្រាប់ល្អរបស់លោកប្រមាលដាក់ចង្រោករីឯសម្ដីវិញលោកនឹងដុតក្នុងភ្លើងដែលឆេះពុំចេះរលត់ឡើយពេលនោះព្រះយេស៊ូវយាងទៅស្រុកកាលីលេមករកលោកយូហាននៅត្រង់ទន្លេយ៉ូដានដើម្បីលោកធ្វើពិធីជ្រមុជទឹកថ្វាយព្រះអង្គប៉ុន្តែលោកយូហានប្រកាសថាខ្ញុំទេតើដែលត្រូវទទួលពិធីជ្រមុជទឹកពីលោកដេកក៏លោកម្ករកខ្ញុំវិញព្រះយេស៊ូវព្រះបន្ទូលថានេះសូមធ្វើសិនចោះធ្វើដូច្នេះទើបស្របតាមគ្រប់ទាំងសេចក្តីដែលព្រះជាម្ចាស់បានបង្គាប់ទុកមកលោកយូហានក៏យកព្រមព្រះយេស៊ូវទទួលពិធីជ្រមុជទឹករួចទ្រង់យាងឡើងពីលើទឹកស្រាប់តែផ្ទៃមេឃបើកចំហព្រះអង្គទៅឃើញព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងចូលមកដូចជាសត្វព្រាបមកសន្ធិដ្ឋលើព្រះអង្គពេលនោះមានព្រះសុសសេងពីលើមេឃមកថានេះជាបុត្ររបស់ដែលជាទីស្រឡាញ់របស់យើងគាប់ចិត្តនឹងព្រះអង្គណាស់អាមែន